សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំសាជាថ្មីម្ដងទៀតហើយអញ្ចឹងដូចរាល់ដងអញ្ចឹងគឺខ្ញុំមកធ្វើការវិភាគទៅលើតម្លៃហាងឆេងមាសជូនបងប្អូនទាំងអស់គ្នាទស្សនាក៏ដូចជាបោះ signal សម្រាប់បងប្អូនទិញលក់ទៅលើតម្លៃហាងឆេងមាសឬក៏ចូលផ្សារអញ្ចឹងណាហើយសម្រាប់ថ្ងៃនេះគឺមានព័ត៌មានធំទៀតដែរបងប្អូនទាំងអស់គ្នានៅចុងវីដេអូហ្នឹងគឺជាព័ត៌មានចេញពីធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកបាទនៅចុងខែ7ហ្នឹងតែម្ដងអញ្ចឹងថាតើព័ត៌មានមួយហ្នឹងអាចនឹងប៉ះពាល់ដល់តម្លៃហាងឆេងមាសយ៉ាងណាខ្លះហើយ technical របស់យើងថាតើតម្លៃហាងឆេងមាសចុះឬក៏ឡើងតោះបងប្អូនទៅទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាបាទអញ្ចឹងនេះគឺជាទីផ្សាររបស់យើងបាទទីផ្សារបច្ចុប្បន្នណាហើយគឺជាទម្រង់ក្រាបផ្សាររបស់យើងដែរអញ្ចឹងសម្រាប់ទីផ្សារបច្ចុប្បន្ននេះបើយើងមើលឲ្យធំហ្មងគឺវាកំពុងតែស្ថិតនៅទម្រង់ down trend តែម្ដងដែលធ្វើឲ្យទីផ្សារមានការធ្លាក់ចុះណាបាទអញ្ចឹងសម្រាប់ទម្រង់មួយនេះយើងមើលឃើញថាខ្ញុំចាប់បានជាទម្រង់ support មួយបាទទម្រង់ support និង resistance មួយដែលពេលដែលវាចុះមកហើយវាបាននឹង sideways នៅទម្រង់នឹងតែម្ដងអញ្ចឹងការ sideways នេះគឺច្រើនលេខដែរមិនតិចទេណាបងប្អូនអញ្ចឹងបងប្អូនបានឃើញនៅក្នុង cloud នេះអញ្ចឹងគឺខ្ញុំបានគូណាអញ្ចឹងខាងក្រោមនេះគឺជា support ហើយខាងលើនេះគឺជា resistance អញ្ចឹងឥឡូវនេះមានន័យថាតម្លៃហាងឆេងមាសគឺវាបានមកប៉ះ support ម្ដងហើយមិនមែនម្ដងទេវាជប់ប៉ះចូល3ដងហើយបើ3ដងទាំងនេះហើយវាអត់បែក support ហ្នឹងទេគឺវាបានឡើងទៅលើវិញអញ្ចឹងតម្លៃនេះខ្ញុំគិតថាវាអាចនឹងតេស្តជាមួយនឹង resistance ម្ដងទៀតហើយការតេស្ត resistance មួយសារនេះគឺជាលើកទី3ដូចគ្នាបងប្អូនអញ្ចឹងភាគរយនៃការឡើងគឺនៅតែមានច្រើនជាងចុះអញ្ចឹងណាបាទបើសិនជាការដែលវាប៉ះជាមួយនឹង resistance មកវាគឺនៅ4200វាប៉ះ resistance ហ្នឹងគឺនៅ4200ហ្នឹងគឺវាអត់ធ្វើការបំបែកឬក៏មានន័យថា candle របស់វាអត់មានបិទនៅលើតម្លៃហ្នឹងទេអញ្ចឹងខ្ញុំគិតថាតម្លៃហាងឆេងមាសអាចនឹងមានការធ្លាក់ចុះមកវិញណាបាទមានការធ្លាក់ចុះមកវិញគឺអាចនឹងមកដល់support ខាងក្រោមបាទ3960បាទអញ្ចឹងបើសិនជាករណីវាបុកឡើងទៅលើដល់4200ហើយវាអត់មាន candle ឬក៏អត់មាន reaction អីទេអញ្ចឹងខ្ញុំគិតថាវាអាចនឹងចុះប៉ុន្តែបើសិនជាវាបុកហើយវា candle វាគឺបិទនៅលើ4200ខ្ញុំគិតថាតម្លៃហាងឆេងមាសគឺនឹងបន្តការកើនឡើងបន្ថែមទៀតដែរហើយការកើនឡើងដល់នោះគឺដល់$4372នៅក្នុង1អោនហ្នឹងគឺជា target ទី1ដែលខ្ញុំមើលឃើញណាបាទអញ្ចឹងតម្លៃនេះគឺនៅ sideways ទេហើយនេះគឺជាតម្លៃដែលខ្ញុំបានបោះ signal ឲ្យបងប្អូនដែលនៅក្នុងក្រុមគាត់ចាំទិញដែរបាទព្រោះថាវាបានបើយើងមើលទៅគឺវាបានធ្វើការឡើងទៅវិញហើយព្រោះថាវាមកយក support នេះមកសាប៉ុន្តែអត់ដាច់ support នឹងទេគឺវាគ្រាន់តែមកប៉ះហើយវាបិទ candle ហើយគឺឡើងយកតែម្ដងណាអញ្ចឹងឥឡូវគឺទីផ្សារនេះគឺវាកំពុងតែធ្វើការត្រៀមនឹងការឡើងបាទត្រៀមនឹងការឡើងបើសិនជាយើងមើលតាម technical ណាហើយមួយទៀតបងប្អូនបើសិនជាយើងក៏លេខមកមើលជាមួយនឹង fundamental វិញបាទព័ត៌មានសេដ្ឋកិច្ចគឺយើងឃើញថានៅថ្ងៃទី20 21 22 23 24 25ហ្នឹងគឺអត់មានព័ត៌មានអីទេប៉ុន្តែអ្វីដែលយើងគួរកត់សម្គាល់ខ្លាំងបំផុតគឺនៅថ្ងៃទី30គុតបាទនៅថ្ងៃទី30ខែកក្កដាហ្នឹងបងប្អូនបាទខែ7យើងហ្នឹងនេះគឺ fund rate របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកទៀតហើយអញ្ចឹង fund rate លើកនេះគឺការព្យាករណ៍របស់គេគឺនៅតែរក្សាទុកដដែលណាបងប្អូននៅតែរក្សាអត្រាការប្រាក់របស់គេ 3.75% ដដែលអញ្ចឹងថាតើនឹងទៅជាយ៉ាងណាយើងរងចាំមើលទាំងអស់គ្នាណាព្រោះថាបើយើងក៏លេខមកមើលប្រវត្តិចាស់បាទយើងក៏លេខមកមើលប្រវត្តិចាស់របស់ទីផ្សារបន្តិចអញ្ចឹងមានន័យថាការរក្សាអត្រាការប្រាក់នៅ 3.75% ហ្នឹងគឺ5ដងហើយបងប្អូន5ដងហើយបាទ5ដងហើយអញ្ចឹងលើកនេះគឺជាលើកទី6ណាអញ្ចឹងបើសិនជាយើងក៏លេខមើលជាមួយនឹងប្រវត្តិចាស់របស់គេអញ្ចឹងខែមុន
ចឹងប្រវត្តិចាស់របស់គេគឺនៅខែមុនថ្ងៃទី18បាទថ្ងៃទី18ឥឡូវយើងមកមើលក្រាបសិនខែមុនថ្ងៃទី18យើងចូល time frame daily មកថាតើថ្ងៃទី18ខែមុនហ្នឹងគឺពេលដែលគេប្រកាស fund rate ហើយថាទីផ្សារចុះឬក៏ឡើងអញ្ចឹងថ្ងៃទី18យើងនេះមកនេះបងប្អូនអញ្ចឹងថ្ងៃទី18គឺនៅឈរបកគោលមួយនេះអញ្ចឹងបកគោលមួយនេះគឺជាថ្ងៃទី18បងប្អូននេះបកគោលហ្នឹងថ្ងៃទី18ខែមុនណាអញ្ចឹងយើងឃើញថានៅពេលដែលព័ត៌មានចេញហើយគឺទីផ្សារគឺមានការដាំក្បាលយកតែម្ដងមានថាធ្លាក់ចុះយកតែម្ដងណាបាទធ្លាក់ចុះ2ថ្ងៃជាប់គ្នាយកតែម្ដងអាហ្នឹងនៅពេលដែលព័ត៌មានចេញហើយមានថាព័ត៌មានចេញគឺរក្សាអត្រាការប្រាក់អញ្ចឹងឥឡូវខែនេះគឺទៀតហើយគឺការព្យាករណ៍របស់គេគឺរក្សាទៀតហើយនេះអញ្ចឹងបើសិនជាករណីចេញនៅថ្ងៃទី30ហ្នឹងព័ត៌មានចេញមកដូចជាមួយនឹងការព្យាករណ៍បាទរក្សាអត្រាការប្រាក់ខ្ញុំគិតថាតម្លៃហាងឆេងមាសនៅពេលដែលអត់បែកតំបន់4200នឹងទេគឺវាអាចនឹងមកក្រោមវិញបាទមកក្រោមវិញហើយមកក្រោមមក test ជាមួយនឹង support របស់វាគឺ3960បាទចឹងអាហ្នឹងគឺជាទីផ្សារតម្លៃហាងឆេងមាសនៅខែកក្កដាណាបាទនៅខែកក្កដាឆ្នាំ2026ចឹងបងប្អូនទាំងអស់គ្នាបើសិនជាបច្ចុប្បន្ននេះវាអាចនឹងខ្ញុំគិតថាវាអាចនឹង sideways បើសិនជាវាអត់បែកតំបន់នេះតំបន់4200នឹងទេអញ្ចឹងបើសិនជាប៉ះ resistance ហ្នឹងគឺយើងអាច share តម្លាក់មកបាទហើយបើសិនជាកម្លាំងឡើងនៅតែមានអាហ្នឹងយើងអាច share តម្លាក់ខ្លីៗយើងអាចយកផលចំណេញខ្លីៗបានណាបាទហើយបើសិនជាបងប្អូនចង់ចេះទិញលក់ទៅលើតម្លៃហាងឆេងមាសបន្ថែមទៀតអាចឆាតមក Telegram មកខ្ញុំបានអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអាចទាញរកផលចំណេញបានទាំងអស់គ្នានៅពេលដែលព័ត៌មានចេញមកណាអញ្ចឹងព័ត៌មានយើងរងចាំមើលទាំងអស់គ្នាថាតើគេនឹងរក្សាអត្រាការប្រាក់ឲ្យនៅដដែលឬក៏ដំឡើងអត្រាការប្រាក់ព្រោះថាការរក្សានេះគឺចូលច្រើនខែដែរហើយបងប្អូនច្រើនខែដែរហើយ